បាទជំរាបសួរបងប្អូនខាងកសិករឡូវស្រូវខ្ញុំស្រូវ 3K លេខ10ថ្ងៃហើយដល់ពេលបាញ់ថ្នាំពោបន្តិចលេខយូរហើយកន្លែងខ្លះទៅរៀងរត់ទៅផ្ទះវាខ្លះដល់កន្លែងណាទួលទៅវានៅខ្លះបាទនេះជារបៀបលាយថ្នាំដើម្បីមានគុណភាពល្អខ្ញុំទិញថ្នាំខាងដេប៉ូបងប្រុសហ្នឹងគាត់ចិនខ្ញុំថាបើឲ្យថ្នាំមានគុណភាពល្អយើងត្រូវចាក់លាយចូលគ្នាអូឲ្យសពថាថ្នាំមួយមុខឬក៏ពីរមុខទេត្រូវមានទឹកកន្លះធុងសិនមកចាក់ថ្នាំចូលគ្នាកូរឲ្យវាសប់ខ្ញុំយើងចាក់ចូលធុងហើយចាក់ទឹកបន្ថែមហើយយកទៅបាញ់អាហ្នឹងបានថាថ្នាំវាមានគុណភាពល្អវាលាយសប់ចូលគ្នាតាប់គាត់ធានាឲ្យទៀតទីសាសហ្នឹងគេថាត្រូវនឹងល្អហើយសម្រាប់ថ្នាំ4មុខនេះថាស្រូវលិចទឹកដូចស្រូវខ្ញុំនេះធានាថាបាញ់ទៅនឹងល្អតែបើមិនល្អក៏ធានាសងលុយ1 គុណនឹង10ប្រខ្ញុំមិនដែលបានផលិតផលរបស់គាត់ទេថ្ងៃដំបូងខ្ញុំធ្វើមុនមិនដែលបានប្រើថ្នាំពេទ្យនេះហ៎ខ្ញុំបាញ់ពីថ្នាំធម្មតាថ្លៃក៏វាធូរថ្លៃតែសម្រាប់ថ្នាំនេះក៏វាមិនថ្លៃប្រហែលទេគង់សមនឹងប្រើប៉ុន្តែវាអាចថាបើស្រូវយើងបានថ្លៃវាអាចសមដែរក្នុងស្រូវយើងក៏វាថោកថ្នាំក៏ថ្លៃជីក៏វាមិនថោកប្រហែលទេសង្ឃឹមថាដល់លទ្ធផលពេលវាច្រូតហ្នឹងក៏ស្រូវបានថ្លៃទៅចុះហើយសម្រាប់ជីវិតបងប្អូនដែលនៅជនបទស្រុកស្រែចំការបើមិនធ្វើស្រែមិនដឹងនិយាយមានការងារអីធ្វើបាញ់ស្រែរួមសំវេទនីទៅដើរបងត្រីអញ្ចឹងទៅណាបងប្អូនណាមានទៅហ្នឹងហើយអរគុណច្រើនហើយសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំអរគុណសូមពរសុខសប្បាយបងប្អូនប្រុសបងប្អូនស្រីសុខសប្បាយទាំងអស់គ្នាអរគុណសូម